Tiếp theo đó làយើងបន្តភាគទី6របស់គ្នាយើងបន្តពីភាគទី5ពីម្សិលមកឥឡូវយើងបន្តភាគទី6នៅថ្ងៃនេះបាទឥឡូវបើថាពេលវេលាយើងមកអានភាគទី6តគ្នាភាគទី1នេះគឺគេនិយាយពីការវិភាគអំពីការបើកចិត្តទទួលគំនិតរបស់អ្នកដទៃអ្នកស្ដាប់ម្នាក់មានការយល់ដឹងពីសំណើឬគោលគំនិតដោយឡែកពីគ្នាហើយពួកគេក៏មានចំណាប់អារម្មណ៍ចំពោះអ្វីដែលអ្នកលើកយកពីសំណើផ្សេងៗពីគ្នានិងផ្ដល់ការគាំទ្រចំពោះទស្សនៈរបស់អ្នកដាច់ដោយឡែកពីគ្នាផងដែរប៉ុន្តែទាំងនេះសុទ្ធតែមានឥទ្ធិពលចំពោះការបើកចិត្តទទួលរបស់ពួកគេទាំងអស់ដូច្នេះអ្នកអាចធ្វើការវិភាគការបើកចិត្តទទួលគំនិតរបស់អ្នកស្ដាប់តាមលំនាំដូចខាងក្រោមនេះអូខេឥឡូវយើងចូលបន្តទៀតមកអូខេឥឡូវយើងចូលដល់ចំណុចទី1ការពិចារណាអំពីប្រតិកម្មអូខេការពិចារណាអំពីប្រតិកម្មសម្លឹងរកមើលសញ្ញានៃការបើកចិត្តទទួលឬការប្រឆាំងដែលមានចំពោះអ្នកឬក៏គំនិតរបស់អ្នកតាមរយៈអ៊ីមែលមែនទេនិងការធ្វើទំនាក់ទំនងតាមព្យាបាលផ្សេងៗហ្នឹងហើយទាំងការធ្វើទំនាក់ទំនងជាផ្លូវការនិងមិនផ្លូវការអូខេលើជំរុញទី2ការប៉ាន់ស្មានតាមរយៈដៃការសង្កេតមើលទឹកដមសំឡេងនិងអកប្បកិរិយារបស់អ្នកស្ដាប់រវាងនៃការសន្ទនាបែបគ្នាឯងនៅខាងក្រៅបន្ទប់ប្រជុំច្រឡំមកគ្នាទៅការសន្ទនាបែបមិនផ្លូវការផ្សេងថាតើក្រុមអ្នកស្ដាប់មានដំណើរទាក់ទងចាប់អារម្មណ៍ចំពោះគោលការណ៍គំនិតរបស់អ្នកដែរទេអូខេទៅទៀតតើមានចំណុចគួរឲ្យបារម្ភដែលអាចនឹងបង្វែរចំណាប់អារម្មណ៍របស់ពួកគេឲ្យងាកចេញដែរទេអ្នកគ្នាអាចឆ្លើយសំណួរនេះបានអ្នកគ្នាអាចខមមិនតទៅបានហើយតើពួកគេមានចំណុចសង្ស័យអ្វីផ្សេងទៀតដែរទេអូខេចំណុចទី3ការជជែកជាមួយបុគ្គលផ្សេងធ្វើការគូសបញ្ជាក់ពីអ្នកដែលមានឥទ្ធិពលក្នុងការស្រេចចិត្តនិងបុគ្គលផ្សេងដែលមានឥទ្ធិពលលើក្រុមអ្នកស្ដាប់របស់អ្នកក្នុងក្តីរំពឹងនៃភាពរីករាយនិងភាពរីកចម្រើននៅក្នុងក្រុមហ៊ុនដើម្បីសួរសំណួរទៅបុគ្គលទាំងនោះតើពួកគេគិតថាអ្នកស្ដាប់មានទំនួលបើកចិត្តទទួលគោលគំនិតរបស់អ្នកច្រើនប៉ុណ្ណាតើអ្វីជាបញ្ហាដែលពួកគេអ្នកសម្រេចចិត្តនិងអ្នកមានចំណែកពាក់ព័ន្ធផ្ដល់សារៈសំខាន់និងពិចារណាខ្លះបំផុតតើអ្វីជាគុណប្រយោជន៍ដែលពួកគេមើលឃើញតាមរយៈគោលគំនិតរបស់អ្នកអូខេនេះគឺជាចំណុចទី6របស់ខ្ញុំមានតែប៉ុណ្្នឹងទេឥឡូវខ្ញុំអាចអានមកឃ្លាទៀតចុងក្រោយនៃភាគទី6មុននឹងបញ្ចប់វីដេអូមួយនេះការបើកចិត្តទទួលគឺជាអ្នកស្ដាប់បើកចិត្តទទួលយកគោលគំនិតរបស់អ្នកទាក់ទាញទឹកចិត្តអូខេចំណុចទី1របស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងអ្នកគ្នាសូមទស្សនាវីដេអូភាគទី7នៃសប្តាហ៍ក្រោយបងប្អូនអាចថាជាស្អែកៗនេះអ្នកគ្នាអូខេជម្រាបលា